ចង់យកតែទៅលើមុខវិជ្ជាអង់គ្លេសតើគួរធ្វើមិនទៅហើយសួស្តីអ្នកនរគ្នាខ្ញុំគឺជាសិស្សនិតេកាលឆ្នាំ2023ហើយខ្ញុំក៏ទទួលបាននៅនិតេទៅលើមុខវិជ្ជាអង់គ្លេសផងដែរចង់ខ្ញុំមាន tip មួយចំនួនដើម្បីចែកម្លែកទៅកាន់អ្នកនរគ្នា tip ទី1គឺការដែលយើងរៀនពាក្យសាមញ្ញពាក្យ simple ដែលអាចប្រើប្រាស់បាននៅពេលប្រឡងហើយពាក្យទាំងអស់ហ្នឹងអ្នកទាំងអស់គ្នាអាចរកនៅក្នុងសៀវភៅពុម្ពថ្នាក់ទី12អង់គ្លេសរបស់យើងហ្នឹងហើយក៏ដូចជានៅក្នុងវិញ្ញាសាចាស់ចាប់ពី2009ទៅហើយសម្រាប់ខ្ញុំផ្ទាល់ខ្ញុំក៏បានរៀនពាក្យទាំងអស់ហ្នឹងពីវិញ្ញាសា2009ទៅហើយក៏ដូចជានៅក្នុងសៀវភៅពុម្ពផងដែលជំហានដំបូងគេបង្អស់ហ្នឹងគឺយើងធ្វើការបកប្រែវាជាភាសាខ្មែរវិញដើម្បីងាយស្រួលនៅក្នុងការយល់ហើយឲ្យដឹងថាវាជា noun ជា verb ឬក៏ជា adjective ហើយខ្ញុំក៏បានធ្វើការបង្កើតនៅប្រយោគចំពោះពាក្យទាំងអស់ហ្នឹងដើម្បីទីមួយឲ្យយើងប្រកាសថាយើងអាចប្រើពាក្យហ្នឹងនៅក្នុងកលៈទេសៈណាហើយក៏ទីពីរគឺធ្វើឲ្យយើងមានការចាំដែរផងដែរចំណុចទី2គឺរៀន grammar ចំពោះការរៀន grammar គឺយើងមិនចាំបាច់រៀនតាំង12កាយអ្នកនរគ្នាអ្វីដែលយើងគួរធ្វើគឺយើងបើកមើលចាប់ពី2009ទៅថាមកស្នេះគេចេញនៅទម្រង់ណាខ្លះគេចេញនៅការណាខ្លះដើម្បីយើងយកមករៀនមក search នៅក្នុង Google ថាវាប្រើរបៀបម៉េចណាហើយអ្នកនរគ្នាក៏អាច search ទៅលើ YouTube ផងដែរព្រោះថាខ្ញុំឃើញគ្រូខ្មែរជាច្រើនដែលគាត់ក៏បង្រៀននៅការតាំង12ហ្នឹងហើយក៏គាត់បានចែកម្លែកនៅ grammar ផ្សេងៗផងដែរដែលយើងអាចយកទៅប្រើប្រាស់បានហើយអ្វីដែលអ្នកនរគ្នាមិនគួរចោលនោះគឺសៀវភៅពុម្ពថ្នាក់ទី12អង់គ្លេសព្រោះខ្ញុំឃើញភាគច្រើនគឺក្រសួងគាត់នឹងចេញពីសៀវភៅពុម្ពថ្នាក់ទី12អង់គ្លេសរបស់យើងហ្នឹងអញ្ចឹងយើងគួរតែមើលថាចំមួយ chapter អញ្ចឹងយើងមានកាលអីខ្លះអញ្ចឹងយើងយកទៅរៀនយើងយកទៅ search មើលថាវាប្រើមិនទម្រង់វាមិនហើយចំណុចទី3ក៏ជាចំណុចចុងក្រោយផងដែរគឺការធ្វើ writing អញ្ចឹងពេលដែលខ្ញុំប្រឡងបាក់ឌុបហ្នឹងការដែលខ្ញុំសរសេរ writing ហ្នឹងគឺខ្ញុំសរសេរ simple ខ្លាំងមែនតើហ្មងដើម្បីឲ្យអ្នកអានគាត់ងាយស្រួលនៅក្នុងការយល់អ្វីដែលយើងសរសេរអ្នកនរគ្នាហើយអ្វីដែលយើងគួរតែកត់សម្គាល់នោះគឺកុំប្រើនៅពាក្យបាក់ពេកព្រោះយើងប្រឡងបាក់ឌុបទេយើងមិនមែនប្រឡង IELTS ទេហើយការដែលខ្ញុំសរសេរនោះគឺខ្ញុំសរសេរបែបparagraph មិនមែនសរសេរបែបessay ទេចង់មានន័យថាមួយ paragraph គឺការចុះបន្តទៅម្ដងទេបើ essay យើងមានរបៀបថាមាន paragraph ផ្សេងៗនៅក្នុងហ្នឹងអញ្ចឹងអ្នកនរគ្នាត្រូវបែងចែកពីហ្នឹងឲ្យដាច់ចង់បានន័យថាពេលដែលខ្ញុំសរសេរ paragraph ហ្នឹងគឺទាំង intro ទាំង body ទាំង conclusion គឺយើងដាក់ចូលទៅក្នុងមួយ paragraph ហ្នឹងហ្មងចង់ធីបរបស់ខ្ញុំមានតែប៉ុណ្្នឹងសម្រាប់ចែកម្លែកទៅកាន់អ្នកនរគ្នាទេហើយបើមានចម្ងល់អីអ្នកនរគ្នាអាច comment បានខ្ញុំនឹងធ្វើការ reply ចឹងបាយបាយ